ធ្វើបែបណាទើបមានសុភមង្គលក្រោយរៀបការបុគ្គលគ្រប់រូបតែងតែចង់ទទួលបាននូវសេចក្តីសុខយូរអង្វែងតែដោយសារតែភាពក្មេងវ័យនិងការធ្វេសប្រហែសមិនបានយកចិត្តទុកដាក់ពីសេចក្តីត្រូវការរបស់ដៃគូបានជំរុញឲ្យពួកគេប្រឈមមុខនឹងការបែកបាក់យុវវ័យត្រូវចាំថាសុភមង្គលអាចកើតឡើងបានដោយសារតែមានធាតុផ្សំ4សំខាន់គឺសេចក្តីសុខផ្លូវកាយផ្លូវចិត្តផ្លូវភេទនិងសេដ្ឋកិច្ចដូច្នេះដើម្បីឲ្យអាពាហ៍ពិពាហ៍ទទួលបាននូវសុភមង្គលជានិរន្តរ៍គូស្វាមីភរិយាត្រូវចេះបំពេញសេចក្តីត្រូវការគ្នាទៅវិញទៅមកព្រមទាំងប្រតិបត្តិតាមចំណុចមួយចំនួនដូចខាងក្រោម 1. ស្រឡាញ់គ្នាដោយចិត្តការរៀបការឬការរស់នៅជាមួយគ្នាដោយបង្ខំឬរៀបការដើម្បីពុបញាតអ្វីមួយគឺជាដើមចមដែលបង្កើតឲ្យមានភាពមិនចុះសម្រុងនឹងគ្នាដូច្នេះអាពាហ៍ពិពាហ៍គួរតែកើតឡើងដោយការស្ម័គ្រចិត្តស្រឡាញ់និងរស់នៅជាមួយគ្នាដោយចិត្តនិងចិត្ត 2. គោរពនិងឲ្យតម្លៃគ្នាអ្នកមិនត្រូវប្រមាថមើលងាយនិងមិនផ្ដល់តម្លៃឲ្យគ្នាឡើយទោះជាស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយអ្នកត្រូវចាំថាបើគ្រាន់តែស្រឡាញ់គ្នាតែមួយមុខមិនគ្រប់គ្រាន់នោះទេដូច្នេះអ្នកត្រូវផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកទើបធ្វើឲ្យស្នេហាកាន់តែស៊ីជម្រៅ 3. ការសរសើរនិងលើកទឹកចិត្តរាល់គុណសម្បត្តិអមជាមួយនឹងពាក្យសរសើរគឺជារឿងត្រឹមត្រូវម្យ៉ាងទៀតពេលមានកំហុសមិនត្រូវស្ដីបន្ទោសធ្ងន់ពេកទេត្រូវចេះកែកំហុសដោយភាពទន់ភ្លន់និងផ្ដល់ការណែនាំល្អជំនួសវិញការសរសើរនិងការផ្ដល់កម្លាំងចិត្តអាចធ្វើឲ្យមនុស្សកាន់តែស្រឡាញ់គ្នាឡើងទ្វេដង 4. ភក្តីភាពចំណងតាក់ទងណាគ្មានភាពស្មោះត្រង់ចំណងតាក់ទងនោះមិនអាចថិតថេរយូរអង្វែងបានទេភក្តីភាពជាកត្តាសំខាន់បំផុតក្នុងចំណងតាក់ទងប្តីប្រពន្ធ 5. រួមសុខរួមទុក្ខដើម្បីឲ្យស្នេហាកាន់តែរឹងមាំនិងមានសេចក្តីសុខស្វាមីភរិយាត្រូវចេះរួមសុខរួមទុក្ខជាមួយគ្នាជាពិសេសពេលមានជំងឺក្រលំបាកនិងពេលមានគ្រោះអាសន្នមិនត្រូវធ្វើប្រងើយឬរត់ចោលគ្នាឡើយការរួមសុខរួមទុក្ខជាការឆ្លុះបញ្ចាំងនៃគូស្វាមីភរិយាល្អ 6. មិនឈរមើលបញ្ហាពេលមានបញ្ហាកើតឡើងមានខ្វល់ថាធំឬតូចនោះទេត្រូវដោះស្រាយភ្លាមមិនត្រូវទុកបញ្ហានោះចោលរហូតដល់ផុតពេលដោះស្រាយលែងកើតនោះឡើយពេលជួបបញ្ហាមួយត្រូវដោះស្រាយមួយម្យ៉ាងទៀតត្រូវដោះស្រាយដោយប្រើហេតុផលនិងដោយសន្តិភាព 7. ផ្ដល់ភាពកក់ក្ដៅសុភមង្គលជាធាតុផ្សំនៃការថ្នាក់ថ្នមគ្នាទៅវិញទៅមកទាំងកាយនិងវាចាចិត្តមិនត្រូវប្រើសម្ដីទ្រគោះបោះបោកឬប្រើអំពើហិង្សាឡើយការថ្នាក់ថ្នមគ្នាគេពេញនិយមក្នុងការថែរក្សាជីវិតស្នេហា 8. ដឹងពីទំនួលខុសត្រូវរបស់ខ្លួនស្វាមីភរិយាត្រូវដឹងពីអ្វីដែលខ្លួនត្រូវធ្វើសម្រាប់គ្រួសារការមិនបានបំពេញកាតព្វកិច្ចជាកំហុសដ៏ធ្ងន់ធ្ងរដែលនាំឲ្យមានការបែកបាក់ម្យ៉ាងទៀតត្រូវជួយរំលែកការងារគ្នាមិនត្រូវគិតថានេះជាភារកិច្ចរបស់បុរសឬជារបស់ស្ត្រីឡើយ 9. សាងអនុស្សាវរីយ៍ការដើរកម្សាន្តសាងអនុស្សាវរីយ៍រួមគ្នានឹងធ្វើឲ្យមនុស្សកាន់តែស្រឡាញ់គ្នាឡើងមិនអាចភ្លេចគ្នាបានពេលខ្លះការខឹងក្រោធឬកំហុសឆ្គងត្រូវបានរំងាប់ដោយអនុស្សាវរីយ៍ដ៏ផ្អែមល្ហៀមនេះបែរ 10. មិនប្រច័ណ្ឌហួសការធុញថ្ដុយនិងបាត់បង់នៃសេចក្តីស្រឡាញ់កើតឡើងដោយសារតែការប្រច័ណ្ឌគ្មានហេតុផលតែបើការប្រច័ណ្ឌមានហេតុផលគ្រប់គ្រាន់ត្រូវនិយាយគ្នាដោយសម្រួលលើកពីហេតុផលច្បាស់លាស់និងដោយសន្តិភាព 11. ចេះដើរតួដើម្បីទទួលបាននូវសុភមង្គលក្នុងគ្រួសារលុះត្រាតែស្វាមីភរិយាចេះធ្វើខ្លួនដូចខាងក្រោមស្វាមីត្រូវដើរតួជាម្ដាយនៅពេលភរិយាឈឺស្វាមីត្រូវដើរតួជាសង្សារនៅពេលថ្នាក់ថ្នមចិត្តគ្នាស្វាមីត្រូវដើរតួជាឪពុកនៅពេលផ្ដល់ដំបូងមានស្វាមីត្រូវដើរតួជាមិត្តភក្តិនៅពេលដើរកម្សាន្តស្វាមីត្រូវដើរតួជាមេធាវីនៅពេលមានជម្លោះស្វាមីត្រូវដើរតួជាព្រះពុទ្ធនៅពេលភរិយាខឹង